សិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទខ្ញុំជួនត្រីពុតដែលរៀនសាស្ត្រទី10អាដែលខ្ញុំជាតំណាងធ្វើបំណងជីវិតនៅវិទ្យាល័យកោះដាច់ថ្ងៃនេះខ្ញុំមកមកផងដឹកដំណើរដូចជាស្វែងយល់សេចក្ដីញ្ញានិងសេចក្ដីការបន្លែរបស់ពួកយើងនេះគឺជាបន្លែសរីរាង្គដែលដាំដោយប្រើជីកំប៉ុស្តនិងជីលីងូសាត់យើងមិនប្រើប្រាស់នៅជីគីមីឬថ្នាំគីមីដើម្បីសម្អាតសត្វល្អិតឬកម្ចាត់សត្វល្អិតឡើយតែពួកយើងប្រើប្រាស់របៀបមេកានិកដើម្បីកម្ចាត់សត្វល្អិតនេះដែលមាននៅលើបន្លែហើយលើនេះពួកយើងទៅមើលការផលបន្លែនេះលោកបើពុកម៉ែបងប្អូនចង់បាននៅបន្លែធម្មជាតិសរីរាង្គមានជាតិគីមីពីថ្ងៃទី5ខែកុម្ភៈឆ្នាំ2025នេះទៅពុកម៉ែបងប្អូនអាចមកជិះបន្លែសរីរាង្គដែលមានសុខភាពល្អនិងគ្មានសារធាតុគីមីបាននៅមុខខាងវិទ្យាល័យបរិញ្ញាបត្រដែរ